បងប្អូនឥឡូវខ្ញុំមកសម្ដែងរឿងប្រពន្ធសំអប់ចាប៉ុន្តែសម្រាប់ភាគទី27និយាយទៅអ្នកទាំងអស់គ្នាខ្ញុំធ្លាប់តែមើលរឿងហ្នឹងហើយខ្ញុំមិនអាយប៉ុន្តែភាគទី27គឺមើលហើយអានោះទូស្រីខ្លាំងមែនតើអ្នកគ្នាដឹងអត់ដោយសារពេលនេះគឺទូស្រីចាប់ផ្ដើមមានកំណត់មួយថាគាត់ចង់ផ្លាស់ប្ដូរចង់ធ្វើឲ្យទូប្រុសរបស់យើងនឹងចាប់ផ្ដើមស្រឡាញ់នេះដីវិញទៅហើយចូលចិត្តគាត់ដើម្បីលែងលះគ្នាចឹងទៅដោយសារភាគទី25ហ្នឹងអ្នកគ្នាដឹងអត់នេះដីបានសុំគាត់ធ្វើជាប្រពន្ធទី2របស់ទូប្រុសរបស់យើងអញ្ចឹងគាត់ក៏សម្រេចចិត្តថានឹងដោះលែងទូប្រុសរបស់យើងអញ្ចឹងទៅនៅអ្នកគ្នាឃើញអត់ពេលហ្នឹងគឺគាត់ធ្វើឲ្យទូប្រុសយើងចាប់ផ្ដើមឆ្ងល់ថាទូស្រីរបស់យើងចាប់ផ្ដើមផ្លែកអញ្ចឹងទៅប៉ុន្តែអ្នកទាំងអស់គ្នាគាត់ចង់ធ្វើអញ្ចឹងទេគាត់ស្រឡាញ់ទូប្រុសប៉ុន្តែគាត់លះបង់អញ្ចឹងណាហ្នឹងហើយហើយសម្រាប់ชุดនេះវិញយើងឃើញថាទូប្រុសរបស់យើងបាននិយាយជាមួយនឹងមិត្តភក្តិរបស់គាត់ថាគាត់ពិតជាស្រឡាញ់ជាមួយនឹងនេះទូស្រីរបស់យើងហើយអញ្ចឹងមិត្តភក្តិរបស់គាត់បាននិយាយថាបើឯងស្រឡាញ់គេហេតុអីបានជាធ្វើឲ្យមានអ្នកឈឺចាប់អារម្មណ៍ប្រាប់ថាស្រឡាញ់ទូស្រីប៉ុន្តែអាកាយវិការនឹងទាំងវើធ្វើឲ្យនេះដីនេះចូលជ្រៀតជ្រែកនឹងជីវិតរបស់ពួកគាត់ទាំងទៅហើយធ្វើឲ្យតែតំណស្នេហារបស់គាត់ចាប់ផ្ដើមញញ៉ៃអញ្ចឹងណាបងប្អូនអ្នកគ្នាហើយសម្រាប់ชุดនេះវិញយើងឃើញថានេះដីមកសុំឲ្យទូស្រីរបស់យើងហ្នឹងទទួលស្គាល់គាត់គឺជាប្រពន្ធទី2របស់ទូប្រុសរបស់យើងហើយអ្នកគ្នាយល់អត់ធម្មតាយើងជាប្រពន្ធយើងអាចធ្វើអញ្ចឹងបានទេអញ្ចឹងដើម្បីការស្រឡាញ់គឺគាត់សុខចិត្តលះបង់ដើម្បីឲ្យទៅនោះតែគេស្រឡាញ់វិញអញ្ចឹងទៅកន្លែងនេះវិញអ្នកទាំងអស់គ្នាឃើញអត់ទូស្រីរបស់យើងចាប់ផ្ដើមនិយាយទៅកាន់ម៉ាក់របស់គាត់ថាគាត់ណានឹងយកព្រមលែងលះជាមួយនឹងទូប្រុសរបស់យើងដោយសារតែគាត់ចង់ឲ្យទូប្រុសរបស់យើងហ្នឹងទៅជាមួយនឹងនេះដីវិញទៅប៉ុន្តែទាំងពិតទៅអ្នកទាំងពីរហ្នឹងគឺចាប់ផ្ដើមស្រឡាញ់គ្នាខ្លាំងមែនទែនហើយមិញតែជាម្ដាយចុងគាត់នឹងគាត់មាននិយាយច្រើនណាស់គ្នាគាត់បានត្រឹមតែទូស្រីអញ្ចឹងណាពួកខំសាំងល្អជាមួយនឹងគេយូរហើយហេតុអីបានជាសុខចិត្តលះបង់អញ្ចឹងដល់គ្នាសុខចិត្តលះអញ្ចឹងអ្នកគ្នាចាំមើលថាតើភាគទី27ហ្នឹងទៅជាយ៉ាងណាអ្នកគ្នាអញ្ចឹងកុំភ្លេចទស្សនាទាំងអស់គ្នាជុំនឹងតាមរយៈប៉ុបាយ័នអ្នកគ្នាធានាថាល្អមើលប៉ុន្តែនឹងតែកំសត់ដល់អ្នកគ្នាអត់សូវសុវ័យដូចជាភាគមុនទេអរគុណ